ប្អូនទាំងអស់គ្នាខណៈពេលនេះផងដែរនេះខ្ញុំកំពុងតែស្ថិតនៅមុខសាលាខេត្តចាស់ដែលជាទីកន្លែងទទួលអំណោយពីសប្បុរសជនបងប្អូនប្រជាពលរដ្ឋទូទៅក្នុងគោលបំណងចែកជូនដល់បងវីរៈកងទ័ពជួរមុខក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកនៅក្នុងនោះផងដែរលោកអភិបាលរងភ័យសិទ្ធិក៏បានផ្ដល់បទសម្ភាសន៍សម្រាប់អង្គភាព BTD News ថាបាទអរគុណសូមគោរពបាទសម្ដេចឯកឧត្តមលោកជំទាវលោកស្រីបងប្អូនប្រជាពលរដ្ឋទាំងអស់បាទការរៀបចំរួមអំណោយនេះដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមសុកលូអភិបាលនៃគណៈបាលខេត្តបាត់ដំបងដោយលោកទទួលនៅបទបញ្ជារបស់ថ្នាក់ដឹកនាំពិសេសសម្ដេចមហាបបរទឹកប្តីហ៊ុនម៉ាណែតឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឯកឧត្តមឧបនាយករដ្ឋមន្ត្រីកើតរិទ្ធដែលយើងទៅត្រៀមលក្ខណៈបាទសម្រាប់ទទួលនៅបងប្អូនភៀសសឹកនៅស្រុកសំពៅលូនស្រុកកំរៀងនិងស្រុកព្រឹកព្រឹកការរៀបចំទទួលអំណោយសប្បុរសជននិងអំណោយពីប្រជាជនគ្រប់ព្រះអង្គផងនោះក៏យើងដំណើរការតាំងពីម្សិលមិញមកហើយចាប់ពីថ្ងៃនេះគឺយើងតាំងពីម៉ោង7ព្រឹករហូតដល់ម៉ោង9យប់បាទអំណោយដែលទទួលបានពីប្រជាជនគ្រប់ព្រះអង្គនិងសប្បុរសជនទាំងអស់នេះយើងនឹងធ្វើការបែងចែកជូនទៅដល់វីរៈកងទ័ពដែលឈរជើងនៅនឹងសមរភូមិនៅទិសបាទស្រុកសំពៅលូនស្រុកភ្នំព្រឹកស្រុកកំរៀងនិងស្រុកសំឡូតហើយមួយចំណែកទៀតនោះអាដាមសុកលូលោកនឹងចាត់ចែងយកទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋយើងដែលភៀសសឹកពីស្រុកទាំង3ដែលខ្ញុំបានរៀបរាប់បានមិញគិតមកទល់ពេលនេះគឺស្រុកទាំង3ហ្នឹងមកបាទអស់ស្ទើរតែ 90% ទៅហើយអាដាមយប់មិញនេះអាដាមនៅទួលភ្លឺដើម្បីសម្របសម្រួលនៅសភាពការហើយឥឡូវនេះអាដាមមកចាត់ចែងនឹងទៅនៅនឹងស្រុកកំរៀងស្រុកភ្នំព្រឹកស្រុកសំពៅលូនទៅមើលស្ថានភាពនឹងរួចឥឡូវអាដាមបានវិលត្រឡប់មកនៅស្រុកបវលនិងស្រុកថ្មគោលដើម្បីចាត់ចែងជួបបងប្អូនដែលបានភៀសសឹកមកនេះឯងអាដាមបានដាក់ផែនការបន្តក្នុងករណីដែលយើង12កន្លែងដែលយើងបានត្រៀមនោះបើសិនជាក្នុងករណីការពេញនឹងអាចបញ្ជូនមកក្រុងបាត់ដំបងស្រុកសង្កែឬក៏ស្រុកមោងរស័យបន្ថែមទៀតបាទអាដាមសុកលូអភិបាលខេត្តនិងក្នុងនាមខ្ញុំផ្ទាល់ខ្ញុំសូមទីមួយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅណាស់ចំពោះប្រជាជនគ្រប់ព្រះអង្គបាទអាដាមលោកជំទាវអុកញ៉ាបងប្អូនបាទប្រជាពលរដ្ឋនិស្សិតសិស្សដែលបានឧបត្ថម្ភក្នុងរយៈពេលមួយថ្ងៃកន្លះបាទមួយថ្ងៃកន្លះមកហើយនេះហើយក៏សូមបន្តជួយឧបត្ថម្ភបន្ថែមទៀតដើម្បីរដ្ឋបាលខេត្តបានរៀបចំចាត់ចែងជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹកពីស្រុកចំនួន3ដែលយើងបានរៀបរាប់បាញ់មិញនេះបន្ថែមទៀតព្រោះឥឡូវប្រជាពលរដ្ឋលោកមកច្រើនណាស់បាទលោកកំពុងតែមានការខ្វះខាតហើយរដ្ឋបាលខេត្តនឹងខិតខំបាទមន្ត្រីទាំងអស់បាទអភិបាលរងប្រធានមន្ទីរកងកម្លាំងប្រដាប់អាវុធបាទសស័កសស្រាមជួយក្នុងការចាត់ចែងរៀបចំសម្របសម្រួលដល់គ្រប់កិច្ចការជូនដល់បងប្អូនដែលបានភៀសសឹកមកនេះបាទហើយនេះគឺជាអ្វីដែលជាទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលយើងហៅថាខ្មែរស្រឡាញ់ខ្មែរឥឡូវយើងទៅស្ដាប់ការលើកឡើងរបស់ពួកគាត់ទាំងអស់គ្នាបាទជាសួរបងប្អូនទាំងអស់គ្នាបាទខ្ញុំពេជ្រខ្មែរបាទនៅខេត្តបាត់ដំបងបាទថ្ងៃនេះបាននាំស្បៀងបាទមួយចំនួនតូចបាទមានដូចជាមីកូវីណូមីមួយចំនួនហើយនឹងទឹកសុទ្ធផងដែរមកជួយបងភៀសសឹកផងដែរបាទមានការចូលរួមខ្លះដែរដូចជាទឹកសុទ្ធខាងមិត្តភ័ក្តិហើយនឹងខ្ញុំចំពោះខ្ញុំមីអ៊ីណូមីតែឯងមកបាទសូមអំពាវនាវខ្លាំងមែនទែនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទមិនថាក្នុងឬក្រៅប្រទេសបាទនៅពេលនេះគឺថាគឺស្ត្រីឆ្លៀនពៀនយើងខ្លាំងមែនទែនហើយមានបងប្អូនជនភៀសសឹកក៏ច្រើនខ្លាំងដែរអញ្ចឹងត្រូវការចូលរួមពីបងប្អូនទាំងគ្នាមិនថាក្នុងឬក្រៅប្រទេសតិចក្តីច្រើនក្តីបាទមិនថាជាថវិកាឬក៏ជាស្បៀងគឺសំខាន់ខ្លាំងមែនទែនពេលនេះគឺការចូលរួមពីបងប្អូនទាំងគ្នាបាទហើយបើសិនជាបងប្អូនទាំងគ្នាចង់ចូលរួមនៅខេត្តបាត់ដំបងបាទគឺមានបងពូរងចាំនៅមុខសាលាខេត្តផ្ទាល់ផងដែរអរគុណបាទខ្ញុំកណាសូមក្រាបថ្វាយគុំគុណចាស់គ្រប់ព្រះអង្គជាទីគោរពសក្ការៈដល់កំពង់ពោះទាំងនៅក្នុងក្រៅប្រទេសក្នុងប្រទេសទាំងអស់ជាទីគោរពសក្ការៈសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទណាទាំងអស់ទាំងនៅក្នុងប្រទេសក្រៅប្រទេសខ្ញុំកណាអាត្មាទាំងពីរព្រះអង្គតំណាងឲ្យលោកគ្រូព្រះវិសុវវិជាព្រះប្រធានសាខាពុទ្ធកសាកលវិទ្យាល័យព្រះសិរីរាជខេត្តបាត់ដំបងបានដឹកនាំនៅទឹកសុទ្ធ
ហើយនឹងបច្ច័យហើយនឹងមីជាមួយនឹងសិស្សានុសិស្សតំណាងសាលាពុទ្ធកសកលវិទ្យាល័យព្រះសីហរាជដោយគិតឃើញថាប្រទេសរបស់យើងកំពុងតែមានផលវិបាកណាដូច្នេះហើយសូមឲ្យប្រសង់គ្រប់អង្គទាំងអស់ពុទ្ធបរិស័ទចូលរួមដើម្បីជាវិភាគទានរួមចំណែកជាមនុស្សធម៌ណាគ្រប់អង្គគ្រប់គ្នាណាសូមអរគុណបង